បាទជំរាបសួរបងប្អូននិយាយពីថាតឡូការីហ្នឹងគឺមុនធ្វើមកសាហើយតែមិនចង់ធ្វើទៀតទេបើណែមន់ខ្ញុំហាក់កោកដូចជុលគ្នាបងប្អូនបាទទៅជុលគ្នាជាមួយមន់គេនោះពោមុខពោមាត់បាទមើលទៅវាដំណើរវាមិនទៅមុខទេចូលសារ៉េចេញទៅមន់យូរឆ្នាំបាទអញ្ចឹងសារ៉េចេញជាតឡូការីបានមួយឆ្នាំបងប្អូនហ្នឹងហើយនៅសុកជើងអ្នកលេងបងប្អូនជើងអ្នកលេងប៉ះអ្នកម៉ែមានអីទៀតក្រមខ្លួនបាទហើយវាយចេញជាតឡូការីឲ្យមួយឆ្នាំមើលហ្នឹងហើយទិសសល់ដល់មន់ផងវាធ្វើមិនទេយើងវានៅក៏វាទ្រាំខ្លួនហើយអញ្ចឹងវាសឡូការីចេញជាសឡូការីមកនំបញ្ចុកមួយឆ្នាំធំបងប្អូនបាទចែកជូនអ្នកម្ដាយខ្លះបងប្អូនញាតិជិតខាងបានចានម្នាក់ណាបងប្អូននេះបន្លែមកឡុកខ្ញុំមានប៉ុណ្ណេះទេបងប្អូនបាទមួយឆ្នាំធំដែរហ្នឹងបងប្អូនបាទមានបន្លែប្លុកមករៀបចំឲ្យស្រ័យពិសេសស្បែកជ្រូកខ្ញុំចូលចិត្តជាខ្ញុំស្លូការីអត់ដល់ហ្នឹងទេបាទឈាមជ្រូកក៏មានមកចានដែរបន្លែរៀបហើយជាស្រេចហើយបាទពុំហូបនេះវាហូបបានយូរបងប្អូនហើយសាច់មាន់កាប់ទៅមកកូនចានដែកមួយមាន់អាកោកធំមួយបងប្អូននេះបន្លែគ្រឿងក្រៅមានខ្ទិះដូងមានកាពិមានការចាន់ជ្រៅអែមមានសណ្ដែកដីមានបាទដុំស៊ុបខ្នុរមានទឹកដោះគោចឹងតែបើគ្រឿងបុកគ្រឿងអីតាមហ្នឹងមកបងប្អូនណាធ្លាប់ស្លឆ្ងាញ់ជួយប្រាប់ផងបងប្អូនព្រោះមិនសូវជំនាញទេបាទធ្វើតាមការចេះតិចតួចក៏ធ្វើទៅហ្នឹងហើយជាស្រ័យផងបាទនេះមានគ្រឿងក្រៅតែប៉ុណ្្នឹងទេបងប្អូនបាទហើយខ្ញុំក៏ដាក់ស្លទៅក៏យើងដាក់ខ្លាញ់បំពងអាគ្រឿងក្រៅវានឹងឲ្យវាឈ្ងុយបងប្អូនបាទខ្ញុំដាក់ខ្ទឹមថែមមកខ្លាញ់ឲ្យយើងអត់បានបុកគ្រឿងយើងទិញគ្រឿងគេមកវាខ្លាញ់វាមិនឈ្ងុយទេបងប្អូនក៏យើងថែមថយគ្រឿងយើងតាមទៅមកបាទខ្ញុំលីងអាហ្នឹងឲ្យឈ្ងុយបងប្អូនមកចាក់គ្រឿងចូលខ្វោកមកវាជះខ្លះណាបាទការីនេះបើធ្វើត្រូវឆ្ងាញ់បាទឲ្យយើងនំបញ្ចុកមកបងប្អូនបាទនំបញ្ចុកតែពី3គីឡូមកហូបមកផ្ទះអស់ទេបាទកោស្ករចឹងវាកំឡោចស្ករវាឈ្ងុយបងប្អូនដាក់កាពិជាមួយកុំឲ្យខ្លោចទៅបងប្អូនចាក់ខ្ទិះអីមកចាប់មកព្រោះខ្ទះឆ្នាំខ្ញុំនោះវាស្ដៅបងប្អូនខ្ញុំបើកភ្លើងរំសិនមកដាក់ព្រីខ្យងព្រីខ្ចៅទៅអ៊ីវតាមហ្នឹងបងប្អូនឲ្យឈ្ងុយសិនបាទបីនិជែងស្ករតាមហ្នឹងតិចមកបងប្អូនស្ករខ្ញុំប្រើខ្លះដែរព្រោះស្ករក្រហមមានស្ទើរបងប្អូនស្ករក្រហមយើងទៅសម្រាប់ឲ្យវាគ្រឿងវាក្រហមណាបងប្អូនបាទខ្លាច់ខ្លោចទៅយើងចាក់ខ្ទិះឲ្យមកតិចសិនមកបងប្អូនទុកស្រួលខ្លោចព្រោះឆ្នាំហ្នឹងវាស្ដៅពេកបើឆ្នាំទូខ្ញុំវាធ្រាស់ប៉ុនស្លអទូទៅវាស្ទើរឆ្នាំវាស្ទើរបងប្អូនបាទដាក់ឈើអែមការចាន់ចឹងកោវាមកបងប្អូនឲ្យឈ្ងុយមហូបនេះអាចហូបបានមួយថ្ងៃពីរថ្ងៃកូនខ្ញុំចូលចិត្តអានំបញ្ចុកជាមួយនឹងការីហ្នឹងបងប្អូនបាទសាច់មាន់នេះវាចង់កាត់អាមាន់ខ្មៅទៀតបងប្អូនមាន់ខ្ញុំហ្នឹងវាលាយបាទកាមេវាមុនវាខ្មៅបាទខ្មៅសុទ្ធហើយដល់ពេលវាហើយឡំឡាយជាមួយគ្នាអស់ទៅវាមានខ្មៅខ្លះសខ្លះដូចមនុស្សយើងកូនកាត់ចឹងណាបងប្អូនបាទដាក់គ្រឿងក្រៅឲ្យសពគ្រូចឹងមកបាទគ្រឿងការីខ្ញុំប្រើមកកញ្ចប់ទៀតបាទមើលតាយកជាតិហើយចាំយើងថែមខ្ទិះដូងឲ្យថែមតាមហ្នឹងមកបងប្អូនបាទចូលជាតិស្រាប់បងប្អូនបន្លែប្លុកយើងគឺអាណាយើងរឹងយើងអាចដាក់ងាស់មុនមកអាណាយើងទុនចាំដាក់ក្រោយបងប្អូនបាទមិនសូវជាប្រសពខាងមហូបបានទេបងប្អូនចូលចិត្តបាទចូលចិត្តទី1ចូលចិត្តទី2នៅផ្ទះមានណាស្លបងប្អូនគេទៅរកចាយបាទដែរបងប្អូនបាទត្រូវតែស្លខ្លួនឯងកូនមួយចាយទៀតផងទៅលេងភ្លេងផងមកលេងភ្លេងមកស្លឲ្យកូនទៀតអញ្ចឹងបងប្អូនគាត់មានភារកិច្ចគាត់សម្រាប់ទៅរោងចក្រទេចេញរោងចក្រមកបាយមហូបឆ្អិនល្មមអញ្ចឹងថ្ងៃនេះខ្ញុំជាថាមានដាដៃ100ប៉ុន្តែខ្ញុំបីដាដៃ200ហើយថ្ងៃបាទមើលកូនផងលេងភ្លេងផងធ្វើការផងបាយទឹកកូនសពគ្រប់បាទទៅសាលាទៅចេញពីសាលាទៅសាលាអញ្ចឹងប្រពន្ធគាត់មិនសូវបានមើលកូនមកនេះគាត់រវល់ការងារគាត់ជួបប្រឡប់ម្ដងអាទិត្យទៅគាត់បានតំណេគាត់ស្លស្លុកឲ្យម្ដងអញ្ចឹងទៅតែខ្ញុំនេះចង់ផៅនៅផ្ទះវាធ្វើមកយើងឆ្ងាញ់ត្រូវតែធ្វើដើម្បីកូនឬហូបបងប្អូនបាទឥឡូវដល់វគ្គស្លយើងចាក់បន្លែចាក់គ្រឿងក្រៅចូលបងប្អូនអូចាក់ទៅវាទំនងបងប្អូនណាដូចមួយឆ្នាំបុបឲ្យចែកនោះចែកបងប្អូនអ្នកជិតខាងបានមួយចានម្នាក់ដែរហើយទៅម៉ែនោះបងប្អូនឲ្យម៉ែនោះមួយឆ្នាំទៅហើយកំងនំបញ្ចុកទី3 4 5គីឡូចែកទៅបានហូបទាំងអស់គ្នាបងប្អូនតែមួយឆ្នាំដល់បុបហើយខ្ញុំចូលចិត្តនេះគេអាស្បែកជ្រូកហ្នឹងបងប្អូនណាចូលចិត្តស្បែកជ្រូកដូចខ្ញុំខ្លះខ្ញុំតការីគឺប្រពន្ធខ្ញុំក៏ចូលចិត្តស្បែកជ្រូកចូលចិត្តពុះស្ដែកខ្ញុំបានស្បែកជ្រូកនេះគឺមិនសាច់ក៏បានដែរខ្ញុំចូលចិត្តស្បែកជ្រូកជាងគេហើយឈាមហ្នឹងឈាមជាមួយអាណាល្អណាបងប្អូនខ្ញុំយកឈាមម្សៅមកជួនកាត់ដីច្រប់មកខ្ញុំនេះឈាមសើកំងជាមួយនឹងអ្នកធ្វើបាទសើឈាមល្អបងប្អូនបាទដល់វីដេអូមកពីណាមកចាប់ទៀតបងប្អូនណាកាត់វាមិនអស់បាទឥឡូវសាកមកចុកមួយចានហើយបាទអូយេទំនងបងប្អូនដាក់មួយចានមកបងប្អូនណាទំនេរមកផ្ទះខ្ញុំចែកនឹងមកចុកចានម្នាក់ឲ្យបងប្អូនណាទំនើមួយចានបុបនេះឆ្អែតឯដល់ស្អែកបងប្អូនមួយចាននេះបាទចូលចិត្តដល់គីឡូរីបាទកូនខ្ញុំអីក៏ចូលចិត្តដែរបងប្អូននឹងបញ្ចុកឲ្យតែបានគីឡូរីកូនខ្ញុំនឹងទៀននឹងបញ្ចុកបងចំណេញបាយបាន2ពេលបងប្អូនបាទអរគុណច្រើនបងប្អូនដែលបានចូលរួមទស្សនាវីដេអូបងប្អូនបាទបើពេញចិត្តទៅជួយចុច like share ឲ្យមួយផងបងប្អូនបាទអរគុណច្រើន